អូយអូយហេតុអ្វីក៏កើតឡើងបែបនេះតើនេះពិតជាមានរឿងអីទៅក្រោយពេលយើងដកបេះដូងចេញយើងចង់បដូរបេះដូងសឹកមិនមើលតែអ្នកជំងឺស្រាប់តែហូរឈាមខ្លាំងយើងព្យាយាមអស់ពីសមត្ថភាពហើយមិនមែនថាបច្ចេកទេសអ្នករឹងមាំទេហេតុអ្វីបានជាបរាជ័យនេះសុទ្ធតែជាខ្លួនអច្ឆរិយៈស្ងប់ចិត្តបន្តិចទៅអ្នកណាឲ្យអ្នកលួចមើលប្រគល់បេះដូងគាត់មកខ្ញុំវិញប្រគល់បេះដូងគាត់មកខ្ញុំវិញនេះបងអូនស្រីកុំធ្វើបែបនេះអីខ្ញុំបេះដូងខ្ញុំមិនស្រួលទេអ្នកធ្វើបែបនេះធ្វើឲ្យខ្ញុំភ័យខ្លាចហើយវិញ្ញាណអូសើបរបស់អ្នក